មុននឹងចូលទៅដល់វីដេអូសូមអរគុណទៅកាន់វ៉ាន់នេះសម្រាប់2000ខ្មែររតនា2សេនសំអឿម1សេនវីសាល1សេននិងអ្នកចុងក្រោយនិតអ៊ុនផាន់1សេនហ្នឹងហើយខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងណាស់ហើយនៅមានគ្នាយើងជាច្រើនអ្នកទៀតដែលខ្ញុំសូមលើកឈ្មោះពួកគាត់នៅវីដេអូក្រោយបើសិនជាគ្នាយើងពេញចិត្តជាមួយនឹងការផលិតវីដេអូរបស់ខ្ញុំគ្នាយើងគឺអាច support ខ្ញុំបានតាមរយៈ QR មួយនេះតែឬច្រើនខ្ញុំគឺទទួលយកទាំងអស់ផ្ដើមនៅសាច់រឿងយើងមកហ្នឹងនេះវាគឺជាថ្ងៃថ្មីខែថ្មីឆ្នាំថ្មីដោយសារតែវាគឺថ្មីបែបនេះហើយសាលាទាំងមូលវាក៏ថ្មីដែរដែលនៅពេលនេះលោកគ្រូគាត់ក៏បានផ្លាស់ប្ដូរនៅតុអង្គុយរបស់ពួកគេទាំងអស់គ្នាតែម្ដងដោយសារតែយើងគឺពិតជាដឹងហើយថាគោរោតុរបស់គាត់នឹងគឺនៅខាងមុខប៉ុន្តែនៅពេលនេះលោកគ្រូគឺបានផ្លាស់ប្ដូរឲ្យគាត់មកខាងក្រោយទៅវិញចំណែកឯអ្នកអង្គុយនៅពីមុខគាត់វិញដែលម្នាក់នោះគឺជាកាស៊ីវ៉ាចំណែកឯអ្នកនៅខាងក្រោយគាត់វិញគឺជាអូតាកាស៊ីវ៉ានេះគឺជាមនុស្សម្នាក់ដែលចូលចិត្តញាស់លេងទៅកាន់អូតាចំណែកអូតាវិញគាត់គឺជាមនុស្សម្នាក់ដែលតែងតែខឹងទៅកាន់កាស៊ីវ៉ាជានិច្ចប៉ុន្តែអ្នកដែលពិបាកជាងគេហ្នឹងគឺមិនមែនជាអូតាហើយនឹងកាស៊ីវ៉ានោះទេដែលម្នាក់នោះគឺជាខូរ៉ូនឹងហើយដោយសារតែគាត់គឺអង្គុយចំកណ្ដាលរបស់ពួកគេអញ្ចឹងតែនៅពេលដែលកាស៊ីវ៉ាងាកមកដូចជាងាកមកមើលគាត់អញ្ចឹងនៅពេលដែលគាត់ងាកទៅមុខគាត់គឺជួបកាស៊ីវ៉ានៅពេលដែលគាត់ងាកមកក្រោយគាត់គឺជួបអូតាប៉ុន្តែអ្វីដែលធ្វើឲ្យខូរ៉ូគាត់កាន់តែសម្ពាធទៀតនោះដោយសារតែតាប៊ូជីគឺអង្គុយចិត្តពួកគេទាំងអស់គ្នាអញ្ចឹងហើយនាងក៏បានសម្លឹងទៅកាន់អូតាចំណែកអូតាគាត់ក៏បានសម្លឹងទៅកាន់តាប៊ូជីវិញដូចគ្នាអញ្ចឹងហើយខូរ៉ូគឺគាត់មានអារម្មណ៍ថានៅពេលនេះគឺគាត់ធ្លាក់ចូលទៅក្នុងសង្គ្រាមរបស់ពួកគេទាំងអស់គ្នាហើយចំណែកឯអ្នកដែលសំណាងជាងគេគឺជាសាតាដោយតុរបស់គាត់នឹងគឺអង្គុយនៅចិត្តជាងឯណោះអញ្ចឹងហើយគាត់គឺមានសុវត្ថិភាពជាងខូរ៉ូនៅពេលដែលខូរ៉ូបានឃើញអូតាតែងតែសម្លឹងទៅកាន់កាស៊ីវ៉ាដូចនេះគាត់ក៏បានសួរទៅកាន់អូតាថាតើអូតានឹងចង់ដូរតុជាមួយនឹងគាត់អត់ដោយសារតែគាត់នឹងតែងតែឃើញអូតាមើលទៅកាន់កាស៊ីវ៉ាអញ្ចឹងហើយគឺគាត់គិតថាអូតានឹងចង់អង្គុយចិត្តកាស៊ីវ៉ាប៉ុន្តែអូតាគាត់ក៏បានស្រែកថាគាត់គឺមិនចង់ដូរនោះទេនៅពេលដែលគាត់បានសួរទៅកាន់កាស៊ីវ៉ាវិញកាស៊ីវ៉ានេះក៏មិនចង់ដូរដែរសាច់រឿងបានកាត់នៅពេលដែលពួកគេចូលរៀនដែលអូតាគាត់ក៏បានឲ្យនៅกระดาษមួយឲ្យទៅកាន់ខូរ៉ូនឹងហុចតែឲ្យកាស៊ីវ៉ាហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាឆ្លងកាត់ហើយនៅពេលដែលយើងប្រឡងគឺយើងហុចពីយ៉ងឲ្យគ្នាអញ្ចឹងណានៅពេលដែលខូរ៉ូបានហុចទៅកាន់កាស៊ីវ៉ានឹងគាត់ក៏រៀងព្រួយបារម្ភបន្តិចដែរដែលគាត់ព្រួយបារម្ភថាខ្លាចលោកគ្រូនឹងចាប់គាត់បាននៅពេលដែលកាស៊ីវ៉ាបានឃើញនៅរូបដែលអូតាបានគូមកកាន់នាងរួចហើយនាងក៏បានគូនៅរូបមួយរួចក៏បានហុចទៅឲ្យអូតាវិញនៅពេលដែលអូតាហើយនិងខូរ៉ូបានឃើញនៅរូបដែលកាស៊ីវ៉ាបានគូមកឲ្យពួកគេវិញដែលធ្វើឲ្យពួកគេគឺមិនអាចទប់សម្លាច់បានទេប៉ុន្តែនៅពេលនោះលោកគ្រូបានសួរទៅកាន់ពួកគេថាតើពួកគេកំពុងតែធ្វើអីលើកទី1ហ្នឹងលោកគ្រូគឺចាប់អត់បាននោះទេនៅពេលនោះអូតាគាត់ក៏បានហុញនៅกระดาษថ្មីឲ្យទៅកាន់ខូរ៉ូម្ដងទៀតនៅពេលដែលខូរ៉ូឃើញហើយគាត់នៅតែមិនអាចទប់សម្លាច់បានប៉ុន្តែនៅពេលនោះតាប៊ូជីនេះក៏បានអើតមើលតែម្ដងតាប៊ូជីនេះក៏បាននិយាយថាម៉េចអត់សម្លាច់ខ្លាំងហ៎នៅពេលដែលខូរ៉ូបានហុចនៅกระดาษនោះឲ្យទៅកាន់កាស៊ីវ៉ារួចហើយកាស៊ីវ៉ានេះក៏បានគូនៅរូបមួយរួចក៏បានឲ្យមកកាន់ខូរ៉ូវិញដែលរូបគំនូរដែលកាស៊ីវ៉ាបានគូនោះវាគឺពិតជាដូចគ្នាទៅកាន់លោកគ្រូអូនីវ៉ាខ្លាំងណាស់នៅពេលនោះចៃដនលោកគ្រូអូនីវ៉ាគាត់ក៏បានឃើញរួចគាត់ក៏បានហៅពួកគេទាំងពីរទៅអប់រំតែម្ដងសាច់រឿងក៏បានកាត់ទៅកាន់ថ្ងៃដែលមានប្រធ្លាក់ដែលនៅពេលនេះយើងក៏បានឃើញទៅកាន់អូតាសាតាហើយនិងខូរ៉ូដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់សាលារៀននៅពេលដែលពួកគេកំពុងតែដើរតាមផ្លូវនោះពួកគេក៏បានឃើញទៅកាន់កាស៊ីវ៉ាដែលនៅពេលនេះនាងកំពុងតែធ្វើជាមួយនឹងតុក្កតា Snowman នៅពេលដែលឃើញអញ្ចឹងអូតាគាត់ក៏ចាប់ផ្ដើមមានជាមួយនឹងគំនិតអាក្រក់ទៀតហើយប៉ុន្តែនៅពេលនោះអូតាគាត់ក៏បានយកជាមួយនឹងតកដ៏ស្រួចមួយដែលគំនិតរបស់គាត់ហ្នឹងគាត់គឺចង់យកនៅដុំតកមួយហ្នឹងទៅបញ្ញាកាស៊ីវ៉ាពីក្រោយប៉ុន្តែនៅពេលនោះកាស៊ីវ៉ាក៏បានគប់នៅក្បាលរបស់គាត់ហើយអូតាបានសួរទៅកាន់នាងថាហេតុអ្វីបានជានាងគប់គាត់អញ្ចឹងនាងក៏បានប្រាប់ទៅកាន់គាត់ថាដោយសារតែនាងគឺឃើញអូតាកាន់ជាមួយនឹងអតកស្រួចហ្នឹងអញ្ចឹងហើយគឺនាងគិតថាអូតាហ្នឹងគឺចង់ចាក់នាងនៅពេលដែលលេងអញ្ចឹងអូតាគាត់ក៏សម្រេចចិត្តថាប្រវោកាស៊ីវ៉ាប្រកួតគ្នាតែម្ដងដែលគាត់គឺចង់ប្រវោទៅកាន់កាស៊ីវ៉ាដើម្បីលេងប្រាល់នឹងឯងមូលហេតុដែលអូតាប្រវោកាស៊ីវ៉ាលេងប្រាល់នោះដោយសារតែគាត់គឺបានឃើញប្រាល់ជាច្រើនដែលវាកំពុងតែនៅគោលលើគ្នានៅក្រោយកាស៊ីវ៉ាអញ្ចឹងហើយគំនិតរបស់គាត់គឺចង់គប់ទៅកាន់កាស៊ីវ៉ានៅពេលណាដែលនាងកិច្ចនាងនឹងល្អិលជើងដួលតែម្ដងនៅពេលនោះកាស៊ីវ៉ានេះក៏បានយកនៅដុំថ្មមួយរួចនាងក៏បានគប់ទៅកាន់ដើមឈើដែលអូតាកំពុងតែនៅក្រោមហ្នឹងប៉ុន្តែអូតាគាត់បានទៅជាគិតថាហើយគាត់នៅណាមិនបានមិនគប់ទៅគប់អីនៅកន្លែងហ្នឹងប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញនៅប្រើយ៉ាងច្រើនបានធ្លាក់សង្កត់តួឯកប្រុសតែម្ដង
ចឹងហើយនៅពេលនេះពួកគេក៏សម្រេចចិត្តថាលេងប្រកួតគប់គ្នាតែម្ដងប៉ុន្តែអ្វីដែលចម្លែកហ្នឹងសូម្បីតែមិត្តភ័ក្តិរបស់អូតាពួកគេក៏មិននៅខាងអូតាដែរហើយពួកគេក៏បានចំណាយពេលវេលាលេងជាមួយនឹងគ្នាអស់រយៈពេលជាយូរប៉ុន្តែអ្នកដែលត្រូវតួសាច់ហ្នឹងគឺគ្មានពីណាឆ្ងាយក្រៅពីអូតានោះទេនៅពេលដែលពួកគេចំណាយពេលវេលាលេងជាមួយនឹងគ្នាកាជីវ៉ានេះក៏បានញញឹមផងដែរសាច់យើងបានកាន់មកកាន់កន្លែងមើលថែក្មេងមួយកន្លែងដែលយើងក៏បានឃើញជាមួយនឹងអវត្តមានរបស់អូតាកាលដែលគាត់នៅក្មេងតែអូតាហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តលេងខុសគេតែម្ដងសូម្បីតែកាបូបរបស់អ្នកគ្រូហ្នឹងក៏គាត់យកសត្វអង្កែបដាក់ចូលទៅក្នុងកាបូបរបស់គាត់ដែរប៉ុន្តែទោះបីជាអូតាគាត់លេងចម្លែកបន្តិចប៉ុន្តែសិស្សគ្រប់គ្នាគឺចូលចិត្តទៅកាន់អូតាគ្រប់គ្នាតែម្ដងនៅពេលដែលអូតាកំពុងតែរត់លេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់គឺបានឃើញទៅកាន់ក្មេងស្រីម្នាក់ដែលនាងគឺក្មេងពីណាឆ្ងាយទេគឺជាកាសេវ៉ានឹងឯងប៉ុន្តែដំបូងអូតាគាត់គឺអត់បានចាប់អារម្មណ៍នោះទេដែលគាត់ក៏នៅតែបន្តរត់លេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់បន្តទៀតប៉ុន្តែអ្នកគ្រូក៏បានហៅពួកគេទាំងអស់គ្នារួចក៏បានសួរទៅកាន់ពួកគេថាហេតុអ្វីបានជាពួកគេមិនលេងជាមួយនឹងកាសេវ៉ាអញ្ចឹងពួកគេក៏បានប្រាប់នៅមូលហេតុប្រាប់ទៅកាន់អ្នកគ្រូថាមូលហេតុដែលពួកគេមិនអាចលេងជាមួយនឹងកាសេវ៉ាបានដោយសារតែកាសេវ៉ានាងគឺមិនចេះញញឹមនោះទេទោះបីជាពួកគេសួរនាំឬក៏សើចក្អាយមិនកាសេវ៉ានាងក៏មិនញញឹមនាងក៏មិនសើចដែរនៅពេលដែលលេងចឹងអូតាគាត់ក៏រៀងអាណិតទៅកាន់កាសេវ៉ាផងដែររួចគាត់ក៏បានធ្វើដំណើរទៅជួបនាងនៅពេលដែលគាត់ទៅដល់ភ្លាមគាត់ក៏បានគប់នៅអាសនអង្កែបនឹងទុំនៅលើក្បាលរបស់នាងតែម្ដងហើយគាត់ក៏បានសួរទៅកាន់នាងថាតើនាងអត់ភ្ញាក់ទេមែនប៉ុន្តែនៅពេលនោះកាជីវ៉ានេះក៏បានកន្លោះអាសនអង្កែបដែលកំពុងតែនៅលើក្បាលនាងហ្នឹងទៅទុំមុខរបស់អូតាវិញហើយធ្វើឲ្យអូតាគឺគាត់ស្រែកចង់ងាប់បាត់ទៅហើយកាជីវ៉ាក៏បាននិយាយថាអ្នកដែលភ្ញាក់គឺជាអូតានឹងឯងនៅពេលដែលកាជីវ៉ាបានឃើញតែកាន់ក្មេងៗដទៃពួកគេកំពុងតែរត់លេងសប្បាយជាមួយនឹងគ្នាអូតាគាត់ក៏បានប្រាប់ទៅកាន់កាជីវ៉ាថានៅពេលនេះគាត់គឺមិនដឹងថាកាជីវ៉ានេះកំពុងតែគិតអ្វីនោះទេប៉ុន្តែកាជីវ៉ាត្រូវតែប្រាប់នៅអ្វីដែលនាងចង់និយាយទៅកាន់មនុស្សដែលនាងចង់ប្រាប់ជាមួយនឹងពាក្យសម្ដីប៉ុន្មានម៉ាត់នេះដែលធ្វើឲ្យដាស់ស្មារតីទៅកាន់កាសេវ៉ាតែម្ដងហើយអូតាគាត់ក៏បានដឹកដៃកាសេវ៉ាចេញទៅខាងក្រៅដើម្បីទៅលេងជាមួយនឹងក្មេងៗដទៃប៉ុន្តែអូតាគាត់គឺអត់បានសុំទៅកាន់ក្មេងៗនោះទេដែលគាត់គឺចង់ឲ្យកាសេវ៉ានឹងសុំដោយខ្លួនឯងនៅពេលដែលលេងអញ្ចឹងកាសេវ៉ានេះក៏បានសុំទៅកាន់ក្មេងៗដទៃថានាងក៏ចង់លេងជាមួយនឹងពួកគេដែរនៅពេលដែលលេងអញ្ចឹងពួកគេក៏មិនបានបដិសេធដែរដោយសារតែពួកគេក៏ចង់លេងជាមួយនឹងកាសេវ៉ាដូចគ្នាអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចំណាយពេលវេលាជាមួយនឹងគ្នានៅក្នុងការរត់លេងតែម្ដងហើយវាគឺជាលើកទី1ហើយដែលកាសេវ៉ានាងពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ដល់ម៉ោងអាហារពេលថ្ងៃនៅពេលនេះកាសេវ៉ានាងក៏បានឃើញទៅកាន់អូតាតែនៅពេលនេះអូតាគាត់កំពុងតែស្វែងរកទៅកាន់អ្នកគ្រូប៉ុន្តែគឺមិនតាន់ដឹងថាគាត់គឺរកអ្នកគ្រូក្នុងគោលបំណងអ្វីនោះទេសាច់រឿងបានកាន់មកកាន់ពេលយប់នៅពេលដែលកាសេវ៉ានាងកំពុងតែគេងនាងក៏បាននិយាយថានាងនឹងអស់កូនអូតានៅថ្ងៃស្អែកក៏បានមកដល់នៅពេលដែលសិស្សគ្រប់គ្នាបានមកជុំគ្នាកាសេវ៉ាគឺនាងបានសង្កេតឃើញថាគឺអត់ឃើញអវត្តមានរបស់អូតានោះទេនៅពេលនោះអ្នកគ្រូក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាចាប់ពីពេលនេះតទៅអូតាគឺមិនអាចមកលេងជាមួយនឹងពួកយើងបានទៀតទេដោយសារតែគាត់គឺត្រូវតែផ្លាស់ប្ដូរទីកន្លែងហើយនឹងទីលំនៅហើយនៅពេលដែលលេងអញ្ចឹងសិស្សគ្រប់គ្នាពួកគេគឺមិនសប្បាយចិត្តនោះទេបើសិនជាអត់ពីអូតាទៅពួកគេគឺលេងសប្បាយទៀតហើយមិនមែនមានតែកូនសិស្សទាំងអស់គ្នាទេដែលមិនសប្បាយចិត្តសូម្បីតែអ្នកគ្រូគាត់ក៏មិនសប្បាយចិត្តដែរចំណែកឯកាសេវ៉ាវិញនៅពេលនេះនាងក៏បាននឹកទៅដល់ពាក្យសម្ដីរបស់អូតាដែលគាត់បាននិយាយថាគាត់គឺមិនដឹងថានៅពេលនេះនាងកំពុងតែគិតអ្វីនោះទេប៉ុន្តែនាងគឺត្រូវតែប្រាប់នៅអ្វីដែលនាងចង់ប្រាប់ទៅកាន់មនុស្សដែលនាងចង់ប្រាប់កាសេវ៉ានេះក៏បាននិយាយថាមែនហើយមនុស្សដែលខ្ញុំចង់ប្រាប់នោះគឺជាលោកខ្ញុំគឺចង់ប្រាប់លោកថាខ្ញុំគឺចូលចិត្តអ្នកដោយសារតែបែបនេះហើយទើបកាសេវ៉ានេះគឺបានផ្លាស់ប្ដូរនៅសាលាមករៀនវិទ្យាល័យជាមួយនឹងតួឯកប្រុសវាមិនមែនជារឿងចៃដន្យដែលកាសេវ៉ាមករៀននៅឯទីនេះនោះទេដោយសារតែវាគឺជាអ្វីដែលកាសេវ៉ាចង់ជួបទៅកាន់អូតាមុននឹងបញ្ចប់វីដេអូកុំភ្លេចជួយចុច like ហើយនិង subscribe ឲ្យខ្ញុំម្នាក់មួយចិត្តបាន 70k ឲ្យគ្នាយើង